សួស្តីអ្នកដែលតាមដានរឿង anime ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងដ៏ថ្មីស្រឡាងមួយដែលមានចំណងជើងថា Am I Actually the Strongest? anime ដែលចេញក្រោយៗឥឡូវមានអារម្មណ៍ថាគេអត់សូវផ្ដោតលើចំណងជើងមកនេះភាគច្រើនចំណងជើងចេញមកគឺនិយាយពីសាច់រឿងយកមកដោយរឿងនេះចំណងជើងចេញមកជាប្រយោគសំណួរយកមកតែឥឡូវយើងបាច់វែកញែកច្រើនហើយយើងទៅចូលមើលសាច់រឿងយើងវិញរឿងនេះនិយាយអំពីបុរសម្នាក់ដែលបានឃុំខ្លួនក្នុងបន្ទប់មិនទៅណាទាំងអស់រហូតដល់ថ្នាក់ស្លាប់និងបានចាប់ជាតិខ្លាយទៅជាទារកដែលមានកម្លាំងខ្លាំងពូកែនៅក្នុងពិភពវេទមន្តសាមជេអមឲ្យឃុំខ្លួនដល់ងាប់មជ្ឈងុំចាប់ជាសារថ្មីទៀតនិយាយទៅរឿងនេះវារៀងប្លែកជាងរឿងផ្សេងអញ្ចឹងចង់ដឹងថាសាច់រឿងឆ្លងភពថ្មីនេះវាប្លែកត្រង់ណាហើយល្អមួយយ៉ាងណាតោះទៅតាមដានទាំងអស់គ្នាតែមុននឹងចូលសាច់រឿងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាទអរគុណធំតោះចូលសាច់រឿងយើងកាលពី5ឆ្នាំមុនការដែលតួឯករបស់យើងនឹងបានឈប់ទៅវិទ្យាល័យរបស់គេបន្តទៀតដោយសារតែមានការធ្វើបាបពីសំណាក់សិស្សដូចគ្នាហេតុនេះគេក៏បានឃុំខ្លួនឯងក្នុងបន្ទប់ដោយអស់សង្ឃឹមក្នុងជីវិតទៅហើយគេក៏បានដេកមើលតុក្កតាជប៉ុនរហូតដល់ថ្នាក់ស្លាប់ចិត្តមានមកនឹងបានទៅជួបនឹងទេពធីតាហើយគេក៏បានជ្រើសរើសឲ្យទៅចាប់ជាតិជាថ្មីនៅក្នុងពិភពវេទមន្តដែលមានបិសាចមានទាំងហេរ៉ូផងដែរម្យ៉ាងទៀតគេក៏ត្រូវបានផ្ដល់នូវកម្លាំងដ៏ខ្លាំងមហិមានៅក្នុងជីវិតថ្មីរបស់គេនោះតែអ្វីដែលតួឯករបស់យើងចង់បាននោះគឺជីវិតដែលស្ងប់ស្ងាត់រស់នៅយ៉ាងសុខស្រួលនិយាយចំទៅដេកស៊ីអញ្ចឹងគេក៏បានយល់ព្រមទៅចាប់ជាតិទៅឃើញរឿងនេះមួយឯងងាប់ដោយសារមើលតុក្កតាជប៉ុនអញ្ចឹងអ្នកតាមដានតុក្កតាជប៉ុនកុំប្រឹងមើលពេកហើយគេក៏បានទៅចាប់ជាតិជាទារកនិងជាបុត្រារបស់ស្ដេចនិងព្រះនាងដែលព្រះនាងនោះគឺគាត់ធ្លាប់បានកម្ចាត់ស្ដេចបិសាចហើយទារកនោះកើតមកជាប់ជាមួយនឹងស្នាមដាវមួយដែលតំណាងឲ្យញាតិវង្សក្នុងពេលនោះគេក៏បានចាប់ទារកនោះពិនិត្យជាតិអាល់កុលពិនិត្យកម្រិតល្វែលរបស់ទារកនោះដោយស្ដេចរំពឹងថាទារកនោះយ៉ាងហោចណាស់ក៏ល្វែល40ទៅ50ដែរតែលទ្ធផលចេញមកគឺ0.2មានន័យថាល្វែល2និយាយទៅអត់បានដល់ខ្ទង់10ផងនោះមួយទៀតគេមិនអាចប្រើធាតុអីបានទាំងអស់ដូចធាតុភ្លើងធាតុទឹកអីចឹងណាគេប្រើបានតែវេទមន្តរបាំងតែប៉ុណ្ណោះឬយើងអាចនិយាយបានថា barrier magic ពេលនោះជីវិតដ៏ស្ងប់ស្ងាត់របស់ទារកនោះក៏បានរសាត់បន្តិចម្ដងដោយគេត្រូវបានបោះបង់ចោលនៅក្នុងព្រៃនិយាយទៅយកទៅប្លង់ចោលក្នុងព្រៃហើយដោយស្ដេចបានកាត់ការចោលហើយព្រោះអីខ្លាចខ្មាស់គេដល់អញ្ចឹងទារកនឹងគិតក្នុងចិត្តចុំអញទៅចាប់ជាតិមិញឥឡូវត្រូវងាប់វិញហើយមិនបានរឿងនឹងវាទៅជាអញ្ចឹងគឺមកពីទេវធីតាម្នាក់នេះហើយឲ្យកម្លាំងខ្លាំងក្លាពេកដល់ថ្នាក់គេមិនអាចមើលដឹងទៅហើយនឹងលេងឲ្យល្វែលគ្នាដល់ទៅ1002ហើយអាដុំពិនិត្យហ្នឹងវាបង្ហាញតែ2លេខទៀតអញ្ចឹងមិនឃើញតែលេខ02ហ្នឹងតែប៉ែជេអមឲ្យមានអាឆ្លៀតភ្លេចឲ្យធាតុដែលគេអាចប្រើបានទៀតធ្វើប្រហែលហ្មងចាសំកាត់ពាក់ខែធ្វើការអញ្ចឹងហើយឆាកជីវិតរបស់ទារកទៅចាប់កំណើតនោះក៏ត្រូវបានបោះបង់ចោលនៅក្នុងព្រៃគេក៏ខំរើបំរាស់ខ្លួនតែកូនង៉ែតមានកម្លាំងមកពីណាភ្លាមនោះគេក៏បាននឹកឃើញដល់វេទមន្តរបាំងការពាររបស់គេនឹងបានសាករៀនប្រើហើយគេក៏បានសម្រេចក្នុងការបង្កើតរបាំងរាងគូបមួយថែមទាំងអាចបំលែងទៅជាវត្ថុផ្សេងទៀតពេលនោះគេក៏បាយកំណត់ប្រើដាក់ខ្លួនឯងនិងបានបង្ហោះខ្លួនឯងឡើងទៅលើខណៈពេលនោះដែរសត្វបិសាច Fenrir ក៏បង្ហាញខ្លួនគោលបំណងគឺចង់ស៊ីទារកនោះគឺចង់ហូបទារកនោះយើងនិយាយព្រោះស្ដាប់តិចតែក៏ត្រូវបានអារបាំងគេដាក់លើខ្លួនគេនោះការពារអញ្ចឹងគេក៏បានបង្កើតរបាំងជាច្រើនគប់លើចចកនោះតែដូចអេសចៃឲ្យអញ្ចឹងវាអត់ឈឺទេអញ្ចឹងគេក៏បានយកអារបាំងនឹងទៅចាប់ដើមឈើមកវាយប្រហារចចកនោះម្ដងតែក៏នៅមិនទាន់អាចផ្ដួលវាបាននោះឡើយអញ្ចឹងគេក៏បានលើកកោះមួយទាំងមូលមកតែម្ដងគ្រាន់តែឃើញលើកកោះមកអញ្ចឹងចចកនោះក៏ស្រែកថាឈប់លេងហើយអាណាលេងអញ្ចឹងឯងក្រោយមកគេក៏បានអង្គុយនិយាយគ្នាវិញដោយចចកនោះមានគោលបំណងចង់ស៊ីទារកនោះមែនព្រោះដើម្បីចម្រើនកម្លាំងរបស់គេតែអ្នកណាទៅដឹងថាទារកសោះខ្លាំងដល់ថ្នាក់ហ្នឹងទារកនោះក៏បានឆ្លើយតបទៅវិញដូចគ្នាតែដោយសារគ្នាទៅបង្កើតនឹងនិយាយមិនបានគេក៏ប្រើវេទមន្តរបាំងរបស់គេហ្នឹងបង្កើតជារលកសំឡេងដែលអាចធ្វើឲ្យគេអាចនិយាយបានតាមការគិតរបស់គេចចកនោះក៏បានសួរឈ្មោះរបស់ទារកនោះដែលទារកមុននឹងកើតនឹងស្ដេចនឹងបានដាក់ឈ្មោះឲ្យរួចហើយមានឈ្មោះថា Reinhardt
តែគេក៏បានបដូរមកហារ៉ូតូវិញព្រោះអីស្រួលហៅជាងហើយដោយសារល្បែគេតូចពេកគេក៏ត្រូវបានបណ្ដេញចេញតែចចកនោះបានដឹងពីចំហាយកម្លាំងរបស់ហារ៉ូតូវាខ្លាំងហួសពីមនុស្សធម្មតាទៅទៀតចឹងចចកនោះបានគិតថាហារ៉ូតូនឹងគឺជាស្ដេចបិសាចចាប់ជាតិដល់ពេលចឹងហារ៉ូតូនឹងក៏បានចាប់បដ ாய் ថាគេជាស្ដេចបិសាចមែនចឹងទៅចចកនោះក៏បានសុំចោះចាញ់និងព្រមទទួលការស្លាប់តែហារ៉ូតូមិនសម្លាប់នោះទេពេលដែលហារ៉ូតូលាចចកនោះចាក់ចេញវិញហ្នឹងគេក៏បានហៅចចកនោះថា Flay ដែលពាក្យកាត់មកពី Flame Fenrir ដែលជាប្រភេទពូចចកនោះតែ Flay មួយម៉ាត់ហ្នឹងវាបានคล้ายទៅជាឈ្មោះរបស់ចចកនោះតែម្ដងថែមទាំងបានចងសម្ព័ន្ធជាមួយគ្នាថែមទៀតរវាងម្ចាស់និងកូនចៅភ្លាមនោះហារ៉ូតូអស់កម្លាំងក៏បានធ្លាក់មកដីវិញព្រោះអីគេដល់ម៉ោងបើហើយចឹងគេក៏បានសុំចចកនោះបើសុំយកមកក្នុងពេលហ្នឹងចចកក៏បានប្រែខ្លួនរបស់គេคล้ายទៅជាមនុស្សទាំងស្រាតតែម្ដងតែខ្ញុំមិនអាចដាក់រូបស្រាតនឹងមកបានទេបាត់ channel បាត់ឡើយអញ្ចឹងហារ៉ូតូក៏បានប្រើរបាំងគេនឹងជប់ទៅជាសម្លៀកបំពាក់មួយទៅតែពាក់មិនតាន់បានប្រមាណផងនាងក៏ស្រាតចេញវិញព្រោះថាបើចង់ឲ្យនាងមានទឹកដោះលុះត្រាតែនាងបានវៃឡើងសិនមិនអាចផលិតទឹកដោះនឹងបានអញ្ចឹងនាងក៏ហៅហារ៉ូតូនឹងមកវៃឡើងចេះតែមានហ្មងរឿងគេនឹងក្រោយមកគេក៏បានបញ្ឈប់រឿងទឹកដោះនឹងសិនព្រោះអី Flay នឹងគិតវែងឆ្ងាយពេកភ្លាមនោះក៏មានបរិសម្នាក់ដើរមករកពួកគេគ្រាន់តែអាប៉ែនឹងថាមានការជាមួយទារកហ្នឹង Flay ក៏ប្រកែកភ្លាមយកហ្មងអត់មានសួរអីច្រើននេះតែបរិសហ្នឹងក៏បាននិយាយថាទារកនោះជាកូនរបស់សាច់ញាតិតែដោយសារឪពុកម្ដាយគេបោះបង់ចោលបរិសនោះក៏មានបំណងយកមកចិញ្ចឹមវិញថែមទាំងបានយកទឹកដោះដំបងមកស្បោងទៀតគ្រាន់តែឃើញភ្លាមហារ៉ូតូក៏បានឲ្យ Flay នឹងយកមកតែម្ដងព្រោះអីគេឃ្លានអីតែ Flay បែរជាគិតថាបរិសនោះចង់មើលងាយនាងថានាងមិនអាចផលិតទឹកដោះបានធ្វើឲ្យហារ៉ូតូនេះចាំស្កកខ្លួនយកតែម្ដងពេលនោះបរិសនឹងក៏បាននិយាយហេតុផលជាមួយ Flay ដែលប្រពន្ធគេនឹងបានបាត់បង់កូនម្នាក់ទាំងដែលគេមិនទាន់បានឃើញពលឺថ្ងៃផងហើយក្មេងនេះកើតមិនទាន់អីផងក៏ត្រូវបោះបង់ចោលទៀតអញ្ចឹងគេក៏ចង់ជួយស្ដាប់ហើយនាងរំជួលចិត្តរហូតដល់យំធ្វើឲ្យបរិសនោះចម្លែកក្នុងចិត្តបិសាចម្នាក់យកមនុស្សធ្វើជាម្ចាស់ហើយសុកយំបែបនេះពិតជាបិសាចមួយដ៏ចម្លែកអញ្ចឹងបរិសនោះក៏បានដាក់កងត្រាជាមួយបិសាចនោះដោយព្រមទទួលនាងធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គេនិងមើលថែទាំទារកនោះផងដែរក្រោយមកបរិសនោះក៏បានក្លែងបន្លំផោះតាងដោយធ្វើដូចជាគេនឹងបានសម្លាប់ទារកនោះរួចហើយនិងបានត្រឡប់ទៅផ្ទះរបស់គេវិញទាំងអស់គ្នា9ឆ្នាំក្រោយមកហារ៉ូតូក៏បានធំគួរសមនិងរស់នៅជាកូនរបស់បុរសដែលគេយកមកចិញ្ចឹមនោះជាមួយនឹងម្ដាយនិងប្អូនស្រីម្នាក់ទៀតឈ្មោះថាឆាជានតែប្អូនស្រីរបស់គេនឹងមិនបាននិយាយជាមួយគេសូម្បីតែមួយម៉ាត់តែបែរជាលេងជាមួយ Flay យ៉ាងសប្បាយរីករាយទៅវិញធ្វើឲ្យហារ៉ូតូគិតថាប្អូនរបស់គេនឹងស្អប់គេហើយនៅក្នុងជីវិតថ្មីនេះហារ៉ូតូនៅតែបន្តជីវិតរស់នៅចាកឆ្ងាយពីសង្គមដដែលគឺពួនសំងំក្នុងបន្ទប់មិនធ្វើអ្វីទាំងអស់នឹងបានជប់ចេញរូបរាងខ្លួនឯងមកឈរឆ្កឹងមួយទៀតគេគិតចង់ចាក់ចេញពីទីនោះដែរតែបើចេញ Flay នឹងទៅតាមហើយវាធ្វើឲ្យឆាខូចចិត្តប្អូនរបស់គេណាតែបើគេបន្តនៅទីនេះទៀតគេនឹងមិនអាចបន្តជីវិតស្ងប់ស្ងាត់របស់គេឡើយព្រោះអីគេនៅនឹងដឹងតែឪពុកម្ដាយគេបជាធ្វើនេះធ្វើនោះហើយនិយាយមិនតាន់ចប់ផងឪពុកគេក៏បានហៅគេទៅហាត់រៀនក្បាច់ដាវដែលឪពុកគេគិតថាម៉ាណាគេខ្សោយចឹងគួរតែហាត់ដាវដើម្បីការពារខ្លួនហើយឪពុករបស់គេនឹងគឺជាអ្នកចម្បាំងដ៏ពូកែនិងល្បីថាជាអ្នកប្រយុទ្ធបំបីធរណីសាហាវមែនចឹងហារ៉ូតូក៏បានប្រើរបាំងការពារខ្លួនក្រែងរចៃដន្យនេះអាតានឹងវៃងាប់បាត់ភ្លាមនោះគេក៏បានហក់ទៅកាប់ឪពុករបស់គេឪពុករបស់គេបានគេចផុតតែកម្លាំងរបស់ហារ៉ូតូធ្វើឲ្យដានោះបាត់ជាពីរតែម្ដងឪពុកគេក៏បានតបមកវិញតែហារ៉ូតូក៏បានគេចផុតបានយ៉ាងល្អដែលធ្វើឲ្យឪពុកគេភ្ញាក់ផ្អើលជាខ្លាំងព្រោះថាក្បាច់មិញនេះអ្នកល្បែក្រោម30គេគ្មានផ្លូវអាចគេចផុតនោះទេតែនៅពេលដែលគេពិនិត្យកម្រិតម៉ាណាល្បែរបស់គេម្ដងទៀតនោះគឺចេញ3លេខ002ហើយគេគិតថាល្បែគេនឹងនៅតែ2ដដែលតាមពិត1002នោះហើយមនុស្សជាទូទៅល្បែដែលធំបំផុតនោះគឺ77និយាយទៅល្បែ77នេះគឺល្បែធំបំផុតរបស់មនុស្ស
តែគេអត់បានបញ្ជាក់ថាទៅលើបិសាចល្បីម៉ានទេនៅពេលរាត្រីឪពុកគេនឹងក៏បានមកពិភាក្សាជាមួយប្រពន្ធរបស់ខ្លួននិងបានគិតថាហារ៉ាតូអាចជាបិសាចចាប់ជាតិតែដោយសារហារ៉ាតូមិនមានស្នែឬកន្ទុយទៅធ្វើឲ្យគេគិតថាហារ៉ាតូជាមនុស្សធម្មតានិងព្យាយាមផ្ដល់ជីវិតរីករាយទៅឲ្យហារ៉ាតូតើជីវិតហារ៉ាតូអាចនឹងប្រែទៅជាយ៉ាងម៉េចមានតែចាំទស្សនានៅភាគបន្តសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនឹងការសម្ដែងរឿងមួយនេះបើមានកំហុសខុសឆ្គងត្រង់ណាសូមមេត្តាខន្តីអភ័យទោសចាំជួបគ្នានៅភាគបន្តក្នុងវីដេអូក្រោយបាយ